បើយើងមានខ្ទឹមសច្រើននៅផ្ទះយើងខ្លាចខ្ទឹមសនេះឆាប់ខូចយើងអាចរក្សាទុកតាមវិធីនេះបានចាសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំចង់មកបង្ហាញបងប្អូនពីរបៀបរក្សាទុកខ្ទឹមសបានយូរខ្ញុំមានខ្ទឹមស10មើមជាងខ្ញុំយកវាទៅត្រាំទឹកឲ្យវារីករយៈពេល2ម៉ោងជាងមុនយកវាទៅបកសម្បកពេលយើងត្រាំទឹកហើយយើងបកសម្បកគឺថាខ្ទឹមរបស់យើងងាយស្រួលបកហើយគឺសម្បកខ្ទឹមហ្នឹងគឺវាថាប៉ើងក៏កន្លែងទេបន្ទាប់ពីបករួចរាល់ហើយក៏ខ្ញុំយកវាទៅលាងទឹកឲ្យស្អាតលាងទឹកឲ្យស្អាតហើយក៏សម្រោះទឹកឲ្យស្ងួតហើយយកกระดาษហ្នឹងមកជូតបន្ថែមទៀតមុនយកវាហ្នឹងទៅកិនបើបងប្អូនអត់មានម៉ាស៊ីនកិនទេគឺយើងអាចច្រាំវាក៏បានដែរគ្រាន់ថាកិនវាងាយស្រួលហើយវាលឿនណាហើយកន្លែងតែខ្ញុំកិននេះគឺខ្ញុំអត់បានថតទេកន្លែងហ្នឹងហើយបន្ទាប់ពីកិនរួចរាល់ហើយក៏ខ្ញុំដួសវាដាក់កន្លកាវហើយខ្ទឹមនេះគឺវាអត់សូវម៉ត់ល្អទេនិយាយរួមទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបើចង់ឲ្យវាម៉ត់ល្អយើងកិនយូរជាងនឹងតិចទៅក៏បានដែរបន្ទាប់មកទៀតហ្នឹងគឺខ្ញុំបានយកប្រេងឆាមកចាក់ចូលក្នុងកន្លកាវជាមួយនឹងខ្ទឹមបែបនេះហើយខ្ញុំយកសមហ្នឹងមកចាក់វាឲ្យវាចូលជាតិប្រេងឆាជាមួយនឹងខ្ទឹមហើយខ្ញុំក៏បានបន្ថែមប្រេងឆាទៀតបងប្អូនអាចរក្សាទុកខ្ទឹមនេះនៅក្នុងទូធម្មតាបានបន្ទាប់ពីយើងចាក់ប្រេងឆាចូលក្នុងខ្ទឹមរួចរាល់ហើយ